មូលហេតុដែលខ្ញុំយំថ្ងៃហ្នឹងខ្ញុំគិតថាខ្ញុំពិតជាអស្ចារ្យដែលបានកើតនៅក្នុងគ្រួសារដែលមានម៉ាក់មានប៉ាស្រឡាញ់ហើយគាត់ផ្គត់ផ្គង់គ្រប់យ៉ាងមិនថាការរៀនសូត្រហើយទិញអីឲ្យកូនទាំងដែលគាត់ថាអានឹងកូនចង់បានពីគាត់ទេអ្វីដែលកូនតែចង់បានពីគាត់គ្រាន់តែឃើញគាត់មានក្តីសុខហើយមានសុខភាពល្អប៉ុណ្ណឹងប៉ុន្តែគាត់តែតែធ្វើឲ្យកូនគ្រប់គ្នាបានអីដូចតែកូនគ្រប់គ្នាដែលគេមានហើយស្អាតដូចគេហើយខ្ញុំពិតជាចង់និយាយថាខ្ញុំពិតជាស្រឡាញ់ពួកគាត់ខ្លាំងមែនតើហើយអានឹងខ្ញុំក៏ធ្លាប់និយាយពួកគាត់រហូតដែរទោះបីជាពេលខ្លះខ្ញុំបានធ្វើកំហុសខ្លះដាក់គាត់ប៉ុន្តែខ្ញុំក៏ធ្លាប់សុំទោសដែរកំហុសទាំងអស់ដែលខ្ញុំបានធ្វើមួយគាត់ហើយខ្ញុំនឹងសន្យាមួយគាត់ខ្ញុំនឹងខំរៀនហើយមានចំណេះដឹងហើយយកចំណេះដឹងនឹងយកទៅរកការងារដែលល្អហើយសង្ឃឹមថានឹងអាចជួយគាត់ហើយឲ្យគាត់រស់នៅដែលមានក្តីសុខនៅថ្ងៃបន្ទាប់លើកមុនពេលនៅទូចធ្លាប់តែពេលឥឡូវអត់ទេលែងតែមានកំហុសអីមួយគាត់យើងចាប់ដើមយល់ពីគាត់ច្រើនទោះបីជាពេលខ្លះគាត់អូឬក៏គាត់និយាយអត់សូវព្រោះប៉ុន្តែខ្ញុំអត់ដែរខំមួយគាត់ទេព្រោះខ្ញុំដឹងថាពេលខ្លះគាត់ធ្វើការគាត់ហត់ហើយគាត់អត់សូវមានអារម្មណ៍ល្អអីអញ្ចឹងទៅយើងក៏ថាអាហ្នឹងគ្រាន់តែពាក្យដែលគាត់អាចនិយាយមកអូក្នុងនោះអីជាគាត់អាចនឹងបណ្ដៅយើងឬគាត់អារម្មណ៍ល្អប៉ុន្តែខ្ញុំអត់ដែរខំអាហ្នឹងមួយគាត់ទេហើយឥឡូវខ្ញុំអត់ដែរធ្វើកំហុសអីមួយគាត់ទេខ្ញុំតែងតែspend timeមួយគាត់ហើយខ្ញុំធ្វើអ្វីដែលគាត់សប្បាយចិត្ត